សួស្តីអ្នកនរគ្នាសម្រាប់វីដេអូមួយនេះខ្ញុំនឹងបញ្យល់ពីការ convert ពី file CSV ទៅជា file math នៅលើ MATLAB អញ្ចឹងជំហានដំបូងយើងចូលទៅមើល file CSV គឺ file CSV របស់យើងគឺយើងបានមកពីការ record data នៅលើកម្មវិធី SCM Cube Monitor អញ្ចឹងយើងចូលទៅកាន់ user របស់យើងមកអញ្ចឹងយើងចូល user យើងស្វែងរក file ឈ្មោះ file log អញ្ចឹងយើងមាន data យើង record បានហើយគឺ file ហ្នឹងគឺដូចវាជាប្រភេទ file Excel file CSV អញ្ចឹងយើងចូលទៅមើលតម្លៃ data របស់វាតើវាមានអីខ្លះអូខេអញ្ចឹងតម្លៃ data របស់វាមាន time រាល់អក្សររាល់ចៃរោនិងរាល់ម៉ាញ់តូអញ្ចឹងយើងចូលទៅ MATLAB ម្ដងដោយសារអូខេអញ្ចឹងយើងចូល MATLAB អញ្ចឹងយើង copy file ឈ្មោះ file របស់យើងឧទាហរណ៍ថាខ្ញុំចង់ convert file CSV ឈ្មោះថា station 03អញ្ចឹងខ្ញុំ copy វាមកហើយ paste នៅក្នុង MATLAB អូខេបានបន្ទាប់មកខ្ញុំចាប់ដើមជាដំបូងនៅក្នុង MATLAB យើងវានៅ command មួយចំនួនដូចជា command clear clc close all សម្រាប់ close នៅ file មួយចំនួនដែលយើងអត់ចង់ប្រើបាទអញ្ចឹងយើងចាប់ដើមរ៉ានវាមកអូខេអញ្ចឹង file ហ្នឹងបានអស់ហើយ file ដំបូងបន្ទាប់មកយើងមានដំបូងយើងចាប់ផ្ដើមយកខ្ញុំតាំងឈ្មោះថា data មួយទៅ data របស់យើងស្មើគេថា read table ឈ្មោះថា station 03 CSV អូខេបន្ទាប់មកយើងយកនៅ variable អូខេ variable អូខេ variable naming rule បន្ទាប់មកយក preserve អូខេអញ្ចឹងយើងចាប់ផ្ដើម run វាមួយតង់សិនដើម្បីមើលតម្លៃបោះ data របស់យើងអូខេអញ្ចឹងយើងចូលទៅកាន់ data របស់យើងអញ្ចឹងវានៅលើ file នេះនៅក្នុង data តម្លៃ data របស់យើងហ្នឹងគឺដូចជាមួយនឹង file Excel មាន file CSV របស់យើងគឺតម្លៃវាដូចគ្នាគ្រាន់តែយើងបំលែងមានថាបំលែងពី file CSV មកឲ្យមកលើ file MATLAB របស់យើងបន្ទាប់មកខ្ញុំចង់អត់ចង់បានតម្លៃtable នេះទេតម្លៃមានឈ្មោះ time រាល់អក្សររាល់ចៃរោរាល់ម៉ាញ់តូអញ្ចឹងខ្ញុំទៅ convert វាមកតង់ទៀត convert ពី table ហ្នឹងទៅ array អញ្ចឹងខ្ញុំតាំងតម្លៃ a មួយអញ្ចឹងទៅស្មើអញ្ចឹងយើង convert table to array អូខេយើង convert ឈ្មោះយើងគឺ data មានអូខេអញ្ចឹងយើងចាប់ផ្ដើម run មើលខ្ញុំសុំបិទ file Excel បើក file MATLAB ធំមួយស្រួលមើលអូខេអញ្ចឹងយើងចាប់ផ្ដើម run មើលថាតើវា convert ហើយនៅ file របស់យើងអូខេអញ្ចឹងយើងចូលទៅមើលយើង convert ពី table ទៅ array អញ្ចឹងចូលទៅមើល file A របស់យើងអូខេអញ្ចឹងវា convert ហើយវានៅសល់តែ array នៅសល់តែតម្លៃលេខអញ្ចឹងទៀតបន្ទាប់មកយើងធ្វើការយកនៅ data អូខេយើងចាប់ផ្ដើមវិញនៅ comment មួយចង់បាន data ពី raw timer រាល់អក្សររាល់ចៃរោរាល់ម៉ាញ់តូអញ្ចឹងដំបូងខ្ញុំ
timer យើងខ្ញុំតាំងនៅ t vector មួយចឹងទៅ t vec ចឹងទៅនឹងស្មើអញ្ចឹងយើងយកពីតម្លៃ a របស់យើងអូខេ a timer នេះតម្លៃ a របស់យើងអញ្ចឹងយើងយក timer របស់យើងយកមានថាយកគ្រប់ជួរ date ទាំងអស់គ្រប់ជួរ date ហ្នឹងជាមួយនឹងជួរឈរទី1ចឹងតម្លៃ timer យើងមានប៉ុណ្ណេះយើងយក a របស់យើងចឹងយើងចាប់ដើមរ៉ាន់មើលតម្លៃ t វិញហើយចូលមើលមក t វិញតម្លៃនេះមានតម្លៃ timer កន្លែង time របស់យើងហ្នឹងគឺមាន 0.009 គឺយើងចូលមកមើល t វិញកន្លែង timer របស់យើងកន្លែង time របស់យើងគឺ 0. ទី1ជួរ date ទី1 0ជួរ date ទី2 0.009 ដូចតម្លៃដើមរបស់យើងអញ្ចឹង convert ជោគជ័យមកតង់ហើយអូខេអញ្ចឹងយើងចូល convert មួយទៀតគឺ convert នៅ raw Excel របស់យើងអញ្ចឹងខ្ញុំតាំង raw Excel វត្តចេញពី file A របស់យើងយកគ្រប់ជួរ date ទាំងអស់ជួរឈររបស់យើងយកពីជួរឈរទី2ដល់ជួរឈរទី4ចឹងរ៉ាន់មកតង់ទៀតមកដើម្បីមើលអូខេយើងយកចូលមើល raw Excel របស់យើងមានដូចជា 0.16 រហូតដល់ raw Excel ទី2ចឹង 9.9 អញ្ចឹងទៅអញ្ចឹងយើងមកមើលតម្លៃឲ្យយើង convert ថាដើរដូចគ្នាអត់អូខេគឺតម្លៃវាចេញមកដូចគ្នាហើយ 0.16 អូខេតម្លៃដូចគ្នាតោះមកយើង convert rawចៃ row មួយទៀតមក convert ចេញពី A ដូចគ្នាយើងយកគ្រប់ជួរ date ទាំងអស់ជួរឈររបស់ចៃ row របស់យើងយកពីជួរឈរទី5ដល់ជួរឈរទី7ចឹងយើងចូលមើលតម្លៃរបស់វា 2.92 ដក 0.0013 ដក 4.25 គេតម្លៃយើងដូចគ្នាហើយមួយទៀតយើង convert raw magneto មួយទៀតអូខេ raw mag ចឹងមកស្មើយក data ពី A convert ចេញពី A ជួរ date យើងយកទាំងអស់ចំណែកឯជួរឈរ raw magneto យើងជួរឈរទី8ដល់ទី10អូខេតោះមកយើងរ៉ាន់មើល raw magneto របស់យើងមានហើយអូខេចេញតម្លៃ raw magneto របស់យើងអញ្ចឹង raw magneto របស់យើងមានដូចជា 49.65 ដក 21.78 និងដក 5.06 អញ្ចឹងយើងមើល raw magneto របស់យើងអូខេតម្លៃវាគឺចេញដូចគ្នាហើយបន្តមកទៀត
អ្វីយើងចង់បានគឺយើងចង់បានតែថាមរកអក្សររកចៃរោរកម៉ាញ់តូហើយចំណែកឯតម្លៃ A និង data នេះយើងអត់ចង់បានយើងចង់បាន convert វាទៅជា format ទេ format របស់យើងចង់បានតែថាមរកអក្សររកចៃរោរកម៉ាញ់តូអញ្ចឹងយើងចាប់ដើម clear វាចេញវាយ comment មួយមក clear A យើងនិង data របស់យើង enter មកអូខេអញ្ចឹងវានៅសល់តែតម្លៃថាមរកអក្សររកចៃរោរកម៉ាញ់តូឯងបន្តមកទៀតយើងចាប់ដើម save សម្រាប់ save file ទៅជា format អូខេអញ្ចឹងខ្ញុំដាក់ឈ្មោះដូចគ្នាជាងមក station 03តែ file នេះគឺយើងមិនមែនជា file CSV ទេគឺជា file mat ម្ដងអញ្ចឹងយើង save ជោគជ័យហើយអញ្ចឹងយើងសាក load មើលតើវាស្គាល់អត់សំទោស load station អូជាប់គ្នាអូខេ03 not mat តើមក run មើលតើវាស្គាល់អត់អូខេអញ្ចឹងជោគជ័យហើយអញ្ចឹងយើងអាចយក file mat នេះទៅ run plot ជាក្រាបនៅក្នុង MATLAB យើងបានសូមអរគុណ